ជំរាបសួរប្រិយមិត្តថ្ងៃនេះខ្ញុំនឹងលើកយកសាច់រឿងមួយមកនិទានចែកជូនពុកម៉ែបងប្អូនស្ដាប់នៅទីក្រុងសៀមរាបសម័យបច្ចុប្បន្នមានបុរសវ័យជិត30ម្នាក់ឈ្មោះសវណ្ណារែកគាត់ជាអ្នកស្រាវជ្រាវវត្ថុបុរាណនិងជាសិស្សចាស់នៃសាកលវិទ្យាល័យបុរាណវិទ្យាខ្មែរសវណ្ណារែកជាមនុស្សស្ងប់ស្ងាត់មានចិត្តស្រឡាញ់វប្បធម៌និងចង់ដឹងពីអាថ៌កំបាំងបុរាណនៃប្រទេសខ្លួនប៉ុន្តែគាត់ក៏មានរឿងមួយដែលមិនដែលប្រាប់នរណាគាត់ជឿថានៅក្នុងព្រៃខ្មៅភាគជើងកើតសៀមរាបមានប្រាសាទបាត់បង់មួយដែលមិនមានកំណត់ត្រានៅក្នុងសៀវភៅណាមួយថ្ងៃមួយនៅព្រឹកដ៏ស្ងាត់ស្ងៀមសវណ្ណារីកទទួលបានប្រអប់ឈើបុរាណពីអ្នកប្រមាញ់សត្វជនជាតិភាគតិចឈ្មោះប៊ុនលីនិយាយថាប្រអប់នេះគេរកឃើញនៅក្នុងគល់ឈើធំដែលរលំជីព្រៃខ្មៅនៅខាងក្នុងមានផែនទីបុរាណដែលគេចង់ឲ្យសវណ្ណារីកជួយពិនិត្យពេលបើកប្រអប់ឃើញផែនទីក្រដាសចាស់ជ្រួញជាប់ជាបន្ទះស្បែកស្នាមសរសេរបុរាណខ្មែរចាស់លីជាមួយសញ្ញាបែបអាគមដែលលីនដាអ្នកជំនាញអក្សរខ្មែរពេលក្រោយបាននិយាយថាវាមានន័យថាទីកន្លែងដែលពន្លឺថ្ងៃមិនអាចប៉ះបានទើបជាទីស្នាក់នៃអ្នកអាចមិនអស់ក្លប់ជានិច្ចសវណ្ណារែកទុកមិនសុខគាត់សម្រេចចិត្តចាប់ផ្ដើមដំណើរទៅរកប្រាសាទនោះគាត់ប្រមូលក្រុមជំនួយ3នាក់ច័ន្ទណាបុរសថតរូបនិងអ្នកប្រើកាមេរ៉ារូបភាពកម្រិត infrared ដែលជឿលើស្តាងតាមវិទ្យាសាស្ត្រលីនដាអ្នកអានអក្សរបុរាណជាសិស្សចាស់សហការជាមួយសវណ្ណារែកសោភាអ្នកណែនាំព្រៃជនជាតិភាគតិចដែលធ្លាប់ធ្វើដំណើរទៅជីព្រៃខ្មៅមិនតិចជាង10ដងក្រុម4នាក់នេះចេញដំណើរពីភូមិជីព្រៃជាមួយឆ័ត្រព្រៃកាមេរ៉ានិងឧបករណ៍ស្រាវជ្រាវពេលដើរចូលព្រៃជិតម៉ោង9ព្រឹកពន្លឺថ្ងៃចាប់ផ្ដើមស្រអាប់ដោយសារដើមឈើធំបាំងពន្លឺសំឡេងសត្វនិងខ្យល់ធ្វើឲ្យអារម្មណ៍ស្រមោលលីនដាបាននិយាយទៀតតើអ្នកដឹងទេសវណ្ណានៅក្នុងចំណងអក្សរបុរាណនេះមានពាក្យមួយសរសេរថាត្រួតត្រាចិត្តមិនឲ្យភ័យមិនឲ្យកំហឹងវាមានន័យថាអ្នកណាដែលមានចិត្តមិនសុទ្ធនឹងមិនអាចឆ្លងកាត់ទ្វារប្រាសាទបានទេសោភាចាប់ផ្ដើមស្ទាក់ស្ទើរគាត់និយាយថាមានរឿងរ៉ាវបុរាណពីជំនាន់ជើងថានៅទីនោះមានអ្នកអាចបុរាណដែលរក្សាសម្ងាត់មិនឲ្យមនុស្សសម័យថ្មីរំខានប៉ុន្តែសវណ្ណារីកមិនរុញថយគាត់និយាយដោយសំឡេងជឿជាក់ថាអាថ៌កំបាំងគឺជាកន្លងដ៏ស្រស់ស្អាតនៃការសិក្សាប្រសិនបើយើងមិនឆ្ពោះទៅរកវានោះវានឹងនៅតែជាអាថ៌កំបាំងជារៀងរហូតពេលដល់លើភ្នំតូចមួយសវណ្ណារីកបានដាក់ផែនទីលើថ្មហើយចាប់អារម្មណ៍ថាផែនទីកំពុងលេចពន្លឺខៀវស្រងាត់ប៉ុន្តែគាត់មិនដាក់ចិត្តពេលថ្ងៃលិចពួកគេចូលដល់សង្វៀនថ្មបុរាណដែលមានស្មៅបន្លាចច្រើនពន្លឺថ្ងៃចុងក្រោយបញ្ចេញស្រមោលលើជញ្ជាំងថ្មច័ន្ទណាយកកាមេរ៉ាថតហើយស្រាប់តែភ្ញាក់ផ្អើលពេលក្នុងរូបថតមានស្រមោលមនុស្សដើរចេញពីថ្មប៉ុន្តែពេលមើលជាមុខមិនឃើញនរណាទេសោភារិញជួយដៃនឹងនិយាយថានៅទីនេះមានអ្នករក្សាពេលនោះខ្យល់ចាប់ផ្ដើមបក់ត្រជាក់សំឡេងសត្វស្ងាត់ទាំងស្រុងបន្ទាប់ពីពន្លឺខៀវមួយលេចចេញពីជញ្ជាំងថ្មប្រាសាទធំលេចចេញពីក្រោមស្មៅព្រៃទ្វារថ្មធំចាប់ផ្ដើមរំកិលខ្លួនដោយសូរសណ្ដែកដូចដែកឆែកសវណ្ណារែកដើរទៅមុខដៃកាន់ផែនទីពន្លឺខៀវចេញពីផែនទីទៅប៉ះជញ្ជាំងថ្មនៅចំកណ្ដាលបង្ហាញអក្សរបុរាណ3បន្ទាត់អ្នកដែលស្វែងរកពន្លឺត្រូវឆ្លងកាត់ស្រមោលជាមុនច័ន្ទណាចាប់កាមេរ៉ាថតប៉ុន្តែភ្លើងកាមេរ៉ាចាប់ផ្ដើមរលត់ដូចមានអ្វីមួយស្រូបថាមពលសោភាផ្ដេកភ្នែកភ័យខ្លាចកុំចូលទៅក្នុងទ្វារនោះព្រោះអ្នកដែលចូលមិនដែលបានត្រឡប់វិញទេទ្វារធំបើកចំដោយសូរសណ្ដែកដូចខ្យល់ត្រជាក់ស្រឡះតាមសក់សវណ្ណារីកមើលទៅក្នុងនោះមានពន្លឺខៀវនិងសំឡេងដូចសូរគាត់ដង្ហើមជ្រៅមួយហើយជំហានដំបូងរបស់គាត់បានឈានចូលក្នុងប្រាសាទអាថ៌កំបាំងខ្យល់ត្រជាក់ស្រឡះឆក់តាមសក់សវណ្ណារីកចូលក្នុងទ្វារថ្មយ៉ាងប្រុងប្រយ័ត្នពន្លឺខៀវចេញពីជញ្ជាំងថ្មបញ្ចេញសំឡេងសូរទាបដូចជាមនុស្សនិយាយក្នុងភាសាមិនស្គាល់ខាងក្រោយគេអាចចោទសំឡេងច័ន្ទណាសោភានិងលីនដាដើរតាមមកក្រោយប៉ុន្តែគ្រប់ជំហានមានអារម្មណ៍ដូចជាមានអ្វីមួយកំពុងសង្កត់ជើងពួកគេជញ្ជាំងខាងក្នុងស្អិតជាប់ដោយស្លឹកដីនិងកំបោរចាស់ប៉ុន្តែមានអក្សរខ្មែរបុរាណឆ្លាក់ជាទ្រង់ទ្រីមិនស្មើលីនដាចាប់ផ្ដើមអានអក្សរទាំងនោះជាសំឡេងទាបអ្នកណាដែលបំភ្លេចចូលស្ដាមរបស់ខ្លួននឹងបាត់បង់ពន្លឺក្នុងចិត្តសំឡេងនោះបន្តិចម្ដងប្រែคล้ายជាសូរដូចមនុស្សស្រែកពីជញ្ជាំងខាងក្រោយសោភាចាប់ដៃលីនដាយ៉ាងភ័យបញ្ឈប់អានទៅវាមិនមែនអក្សរធម្មតាទេវាជាមន្តបុរាណប៉ុន្តែសវណ្ណារែកគ្រវីដៃកុំភ័យវាជាផ្នែកនៃការសិក្សាអ្នកបុរាណប្រើអក្សរដើម្បីបិទអ្វីមួយប្រសិនបើយើងអានវាបានគឺស្មើនឹងការបើកទ្វារនៃអាថ៌កំបាំងពេលនោះច័ន្ទណាបើកកាមេរ៉ាឡើងវិញហើយកំពុងថតជញ្ជាំងប៉ុន្តែគាត់ស្រែកឡើងស្រាលសវណ្ណានៅក្នុងកាមេរ៉ាខ្ញុំឃើញមនុស្សអង្គុយនៅជ្រុងនោះពេលគេមើលដោយភ្នែកធម្មតាគ្មានអ្វីទេតែពេលច័ន្ទណាផ្លាស់ទៅជា mood infrared វាឃើញរូបស្រោមមនុស្សពណ៌ខ្មៅស្ទើរតែជាប់ជញ្ជាំងកំពុងឈើក្រឡើងដោយសំឡេងសូរទាបអ្នកណាមករំខាននឹងដំណេករបស់ខ្ញុំភ្លើងកាមេរ៉ាឆាប់រលត់សោភាស្រែកយើងត្រូវចេញពីនេះឥឡូវនេះប៉ុន្តែទ្វារដែលពួកគេចូលមិនអាចបើកវិញបានទេជញ្ជាំងបិទជាប់ដូចមិនធ្លាប់មានទ្វារទេសវណ្ណារីស្ទាក់ស្ទើរប៉ុន្តែគាត់ជឿថាវាជាការសាកល្បងរបស់អ្នកបុរាណគាត់និយាយថាប្រាសាទនេះត្រូវបានសង់ឡើងដើម្បីរក្សារឿងអាថ៌កំបាំងមួយប្រសិនបើយើងចង់ចេញត្រូវស្វែងរកអ្វីដែលអ្នកបុរាណទុកឲ្យយើងឃើញជាមុន
ពួកគេដើរឆ្ពោះទៅមុខក្នុងសាលាធំខាងក្នុងមានសសរធំ3ដុំដូចជាគ្រឿងសិល្បៈបុរាណប៉ុន្តែមានស្នាមដូចដៃមនុស្សនៅលើថ្មនៅចំកណ្ដាលសាលាមានតុថ្មលាបពណ៌ខ្មៅហើយមានស្នាមអក្សរដែលសរសេរថាព្រះអាទិត្យមិនអាចចូលព្រះច័ន្ទមិនអាចចេញតែពន្លឺនៅចំកណ្ដាលនឹងបង្ហាញផ្លូវលីនដាអានហើយនិយាយថាវាមានន័យថាត្រូវរងចាំពេលពន្លឺព្រះច័ន្ទចូលក្នុងប្រាសាទដើម្បីឃើញសញ្ញាសម្ងាត់ប៉ុន្តែពេលនោះគេនៅក្នុងព្រៃជ្រៅមិនអាចចេញបានទៀតពួកគេជាប់ក្នុងអាថ៌កំបាំងយប់នោះពួកគេបោះតង់នៅក្នុងសាលាធំសោភាមិនអាចដេកបានទេគាត់ទាសំឡេងស្រែកស្រាលដូចជាក្មេងស្រីម្នាក់សុំជំនួយគាត់ដើរចេញពីតង់ហើយឃើញស្រមោលស្រីស្លៀកខោអាវបុរាណដើរតាមជញ្ជាំងភ្លាមសោភាត្រូវដៃត្រជាក់ប៉ះជើងហើយរូបនោះប្រែជាខ្យល់ហូរចូលក្នុងសាច់ដុំគាត់ស្រែកឡើងជាសំឡេងមិនមែនរបស់គាត់ទេពួកអ្នកមិនគួរមកទីនេះសវណ្ណារីកភ្ញាក់ឡើងយប់នោះដើរចេញមើលឃើញសោភាឈរច្រាំងភ្នំចំហៀងជើងបន្ទាប់មកដើរចូលក្នុងជញ្ជាំងថ្មដោយមិនទុកសញ្ញាព្រឹកនោះ3នាក់នៅសល់សវណ្ណារីកមានមុខស្ងប់តែភ្នែកគាត់ពោពេញដោយការស្ទាក់ស្ទើរគាត់យកផែនទីឡើងមើលវាលេចពន្លឺខៀវទៀតហើយបង្ហាញសញ្ញាបុរាណថ្មីមួយអ្នកដែលបាត់បង់មនុស្សម្នាក់ត្រូវបន្តដំណើរជាមួយពន្លឺក្នុងចិត្តច័ន្ទណានិយាយទៀតប្រហែលសោភាមិនបានស្លាប់ទេប្រាសាទបានយកគាត់ទៅជាផ្នែកមួយនៃអាថ៌កំបាំងសវណ្ណារែកសម្លឹងទៅមុខពន្លឺព្រះអាទិត្យចាប់ផ្ដើមចូលតាមរន្ធលើដំបូលពេលពន្លឺប៉ះលើជញ្ជាំងខាងមុខវាបង្ហាញច្រកសម្ងាត់មួយស្ថិតនៅក្រោយសសរធំគាត់និយាយស្រាលអាថ៌កំបាំងនេះមិនទាន់ចប់នៅទីនេះទេពេលព្រឹកបានផុតហើយប៉ុន្តែព្រៃនៅតែស្ងប់ស្ងាត់ដូចពេលយប់សវណ្ណរស់នៅក្នុងភាពស្ទើរតែអស្ចារ្យក្រោយពីយប់មិញគេបានឃើញពន្លឺខៀវចេញពីជញ្ជាំងប្រាសាទបន្ទាប់ពីគេងមិនស្រួលពេញមួយយប់សវណ្ណបានសម្រេចចិត្តស៊ើបអង្កេតបន្ថែមទៀតពីអ្វីដែលពន្លឺនោះសំដៅទៅគាត់ដើរឆ្លងកាត់ស្មៅខ្ពស់ដែលសើមដោយទឹកព្រឺពេលព្រឹកសត្វស្លាបចាប់នៅលើមែកឈើកំពុងបន្តរំលឹកសំឡេងដ៏ប្លែកប៉ុន្តែសម្រាប់សវណ្ណវាមានអារម្មណ៍ថាសូម្បីតែសត្វស្លាបក៏កំពុងស្រែកព្រមាននៅចំណុចចិត្តបឹងមួយសវណ្ណបានរកឃើញស្លាបដែកចាស់និងកាំបិតបុរាណដែលត្រូវបានបាំងក្នុងដីមួយចំនួនវាមានរូបសញ្ញាប្លែកសរសេរជាអក្សរខ្មែរបុរាណដែលគេមិនសូវឃើញទេអក្សរទាំងនេះមិនមែនជាអក្សរខ្មែរធម្មតាទេសវណ្ណនិយាយបែរទៅកាមេរ៉ារបស់គាត់វាសូម្បីតែចម្ងាយពីអក្សរខ្មែរបុរាណដែលខ្ញុំសិក្សាមកប្រហែលជានិមិត្តសញ្ញារបស់សាសនាផ្សេងពេលដែលគាត់ប៉ះទៅលើស្លាបដែកនោះការរញ្ជួយតូចមួយកើតឡើងនៅក្រោមជើងដីធ្លាក់បែកបាក់ហើយសវណ្ណជ្រុះចូលទៅក្នុងផ្លូវក្រោមដីមួយដែលគេមិនបានសង្កេតឃើញពីមុនភ្លាមទៀតភ្លឺភ្លើងពីកាំបិតបុរាណនោះចាប់ផ្ដើមភ្លឺខៀវដូចយប់មិញក្រោមដីមានអង្គចម្រើនបែបបុរាណត្រង់ជញ្ជាំងព័ទ្ធជុំវិញដោយរូបចម្លាក់អង្គទេវតានិងសត្វចម្រុះផាឡុសមនុស្សហាឡូសតនៅកណ្ដាលមានអាសនៈថ្មធំមួយដែលមានសាកសពមនុស្សស្លៀកពាក់ខោអាវបុរាណអង្គុយស្ងៀមដៃកាន់ដុំថ្មភ្លឺមួយពេលសវណ្ណចូលទៅជិតអង្គសាកសពនោះហាក់ដូចជាចាប់ផ្ដើមរំកិលអ្នកណាមករំខានទីសុទ្ធនេះសំឡេងទន់តែខ្លាំងបញ្ចេញពីមាត់សាកសពនោះសវណ្ណឌូក្រោយផ្លែតព្រឺព្រួចដៃជាប់ជញ្ជាំងខ្ញុំគ្រាន់តែជាអ្នកស្រាវជ្រាវខ្ញុំមិនចង់រំខានទេអ្នកបានបើកទ្វារអាថ៌កំបាំងឥឡូវនេះអ្នកមិនអាចត្រឡប់ក្រោយបានទៀតទេភ្លាមដូចជាផ្ទាំងជញ្ជាំងទាំងមូលចាប់ផ្ដើមអុជភ្លើងពណ៌ខៀវទាំងសัญลักษณ์រូបសញ្ញាបុរាណនៅជុំវិញសវណ្ណចាប់ផ្ដើមភ្លឺឡើងបែបពិសិដ្ឋសវណ្ណសម្លឹងមើលជាមួយនឹងចិត្តភ័យស្ទើរតែបាត់ដង្ហើមនៅចុងក្រោយគេសំឡេងមួយទៀតពីកន្លែងលើដំបូលដូចជាផ្ទាំងថ្មកំពុងរលំចុះហើយរឿងភាគនេះបានបញ្ចប់ដោយសូម្បីតែភ្លើងភ្លឺនោះបិទភ្លាមដោយទុកសវណ្ណនៅក្នុងភាពងឹតជាប់គាំងក្នុងអាថ៌កំបាំងប្រាសាទសូរិយាដាច់ពីមេឃហាក់ដូចជាបាត់បង់ពន្លឺរបស់វាខ្យល់ត្រជាក់បក់ឆក់លើមុខសវណ្ណខណៈដែលគេនៅតែជាប់នៅក្នុងអគារបុរាណក្រោមដីនោះភាពងឹតស្រមោលប៉ះលើជញ្ជាំងបូរណៈដែលពោពេញដោយស្លាកសញ្ញានិងរូបអង្គដ៏ចម្លែកបន្ទាប់ពីសំឡេងអាថ៌កំបាំងនោះបាត់ទៅសវណ្ណនៅតែអង្គុយស្ងៀមយកដៃប៉ះដីប៉ុន្តែដៃគាត់ស្អិតលើអ្វីមួយដូចជាស្លាបដៃត្រជាក់គាត់ដកឡើងមើលវាជាដៃដុំធម្មតាអង្គសាកសពនោះកាន់ប៉ុន្តែលើវាមិនទំនេរទៀតទេនៅលើវាមានស្នាមដៃមនុស្សជាក់ដែលបញ្ចេញពន្លឺខៀវតិចសវណ្ណដាក់ដៃរបស់ខ្លួនប៉ះទៅភ្លាមនោះគាត់ទាសំឡេងនារីស្រាលត្រឡប់តាមខ្យល់មកដល់ត្រជាសូមជួយយើងពួកគេបិទយើងនៅទីនេះពួកគេចង់លាក់អ្វីមួយពីពិភពលើសវណ្ណត្រឡប់មកវិញភ្លាមដង្ហើមខ្លីអ្នកណាអ្នកនៅឯណាសំឡេងនោះត្រឡប់មកវិញជាសូរស្រាលប៉ុន្តែច្បាស់នៅក្រោមជើងអ្នកនៅក្នុងឈាមនៃដីនេះសវណ្ណយកអំពូលភ្លើងតូចពីកាបូបចាប់ផ្ដើមពិនិត្យជុំវិញនៅជញ្ជាំងខាងក្រោយអាសនៈថ្មមានរូបចម្លាក់មួយបង្ហាញទេវតាស្រីកាន់ដុំអណ្ដាតភ្លើងប៉ុន្តែភ្នែករបស់នាងត្រូវបានបិទជាមួយធុងដូចជាបិទមិនឲ្យឃើញអ្វីនៅក្រោមរូបចម្លាក់នោះមានស្លាកអក្សរខ្មែរបុរាណសរសេរថាអ្នកដែលបើកភ្នែកនាងនឹងងាយសូរស្នេហ៍របស់ព្រលឹងដែលត្រូវបំផ្លាញប៉ុន្តែចិត្តកុំអាចទប់បានដោយក្តីចង់ដឹងសវណ្ណយកកាំបិតដែកចាស់មកស្ទាបដុំថ្មតូចដែលគ្រប់ភ្នែកនាងការគូសតែប៉ុន្មានដងបានបង្កជញ្ជាំងរំញ័រនិងសូរស្រែករបស់ស្ត្រីម្នាក់បញ្ចេញពីក្នុងជញ្ជាំងភ្លាមជញ្ជាំងទាំងមូលបើកចំហដូចទ្វារព្រលឹងខ្យល់ត្រជាក់ស្រួលបក់ចេញជាមួយសំឡេងស្រែកជាច្រើនដូចជាបុណ្យសពបន្ទាប់មកសវណ្ណឃើញអង្គនារីម្នាក់ក្នុងអាវស្បែកខ្មៅពណ៌ស្រមោលបន្តពីជញ្ជាំងពន្លឺខៀវនៅលើដៃគាត់ចាប់ផ្ដើមភ្លឺខ្លាំងឡើងដូចជាភ្ជាប់ជាមួយព្រលឹងនាងអ្នកគឺជាមនុស្សដំបូងដែលយេស៊ូស្រែករបស់យើង
នាងនិយាយស្រទន់ប៉ុន្តែភ្នែកមានភ្លឺស្រមោលប៉ះប្រាសាទនេះមិនត្រឹមតែជាទីសុទ្ធទេប៉ុន្តែជាទ្វារកាន់ព្រលឹងសេរីព្រះសង្ឃបុរាណបានចងព្រលឹងយើងនៅទីនេះដើម្បីរក្សាប្រភេទអាត់កំបាំងមួយសុវណ្ណសួរវិញដោយសំឡេងត្រជាក់អាត់កំបាំងអ្វីថ្មសុទ្ធដែលអាចបញ្ជាកម្លាំងជីវិតនិងស្លាប់ព្រះអង្គសង្ឃបានប្រើវាដើម្បីរារាំងព្រលឹងអាក្រក់ពីចេញទៅពិភពលើប៉ុន្តែឥឡូវនេះអ្នកបានបើកវាភ្លាមទឹកដីក្រោមជើងចាប់ផ្ដើមរំញ័រទៅវិញទៅមករូបចម្លាក់ជុំវិញសុវណ្ណបំបែកខ្លួនហើយចាប់ផ្ដើមផ្លាស់ប្ដូរជាស្រមោលដើរផ្លាស់ទីសូរិយាខាងក្រៅទៅនឹងរះតែពន្លឺវាមិនអាចចូលមកដល់ទីនេះទេសុវណ្ណរត់មកកាន់ទ្វារប៉ុន្តែជញ្ជាំងបិទជាថ្មនារីនោះនិយាយជាលើកចុងក្រោយអ្នកមិនអាចចាក់ចេញទេរហូតដល់អ្នកយល់ថាព្រលឹងមិនមែនជាស្ត្រូវប៉ុន្តែជាអ្វីដែលកើតចេញពីកំហុសរបស់មនុស្សសំឡេងនាងបាត់ទៅជាមួយខ្យល់តែសុវណ្ណនៅតែសូរស្រែកព្រលឹងរាប់ពាន់អ្នកនៅជុំវិញពន្លឺខៀវលាន់ចេញពីជញ្ជាំងដូចភ្លើងរន្ទះហើយភ្លាមទៀតសុវណ្ណត្រូវបានទាញចូលក្នុងស្រមោលនោះបន្ទាប់ពីនោះទាំងអស់គ្រប់គ្នានៅក្រៅព្រៃបានងាយសូរស្រែកមួយរំញ័រផ្ទាំងអាកាសប្រាសាទនោះភ្លាមបាត់ទៅក្រោមដីដូចមិនធ្លាប់មាននៅទីនោះទេសូរិយាបានរះឡើងលើព្រៃដ៏ជ្រៅប៉ុន្តែសុវណ្ណមិនឃើញពន្លឺនោះទេពេលគាត់ភ្ញាក់ឡើងវិញគាត់ឃើញខ្លួនឯងគេងនៅលើជាន់ថ្មជាក់ប៉ុន្តែជញ្ជាំងនិងជើងកណ្ដាលប្រាសាទមិនដូចមុនទេទាំងអស់ស្អាតស្រស់ថ្លាដូចជាប្រាសាទទើបសាងសង់ថ្មីនៅជុំវិញមានមនុស្សស្លៀកសម្លៀកបំពាក់បុរាណជាច្រើនកំពុងដើរឆ្លងកាត់ទៅមកសុវណ្ណភ្ញាក់ផ្អើលដោយគិតថាខ្លួនកំពុងសុបិនឬអាចនឹងស្លាប់ទៅហើយប៉ុន្តែខ្យល់ក្តៅក្លិនធ្យូងដុតនិងសូរសំឡេងនារីស្រែកជំរុញធ្វើឲ្យគាត់ដឹងថានេះមិនមែនជាសុបិនទេនេះគឺអតីតកាលសុវណ្ណនិយាយស្រទន់តើខ្ញុំត្រឡប់មកកាន់អសរីរៈសម័យអង្គរមនុស្សជាច្រើនកំពុងកាន់ថ្មធំនិងសង់ប្រាសាទខណៈដែលគាត់កំពុងស្ទើរតែភ្លេចខ្លួនក៏មានបុរសម្នាក់មកកាន់សុវណ្ណគេមានរូបរាងខ្ពស់ស្លៀកសំពត់ស្បែកសត្វមានអាវចង្កេះបុរាណនិងពាក់ខ្សែស្រឡាយអំណាចពណ៌មាសភ្នែកគេភ្លឺជ្រៅនិងមានអារម្មណ៍ដូចជាអាចមើលឃើញចិត្តមនុស្សបានអ្នកមិនមែនជាមនុស្សនៅទីនេះទេបុរសនោះនិយាយជាភាសាខ្មែរបុរាណអ្នកគឺជាអ្នកធ្លាក់ពីពេលវេលាសុវណ្ណភ្ញាក់ផ្អើលក្រោយពីពាក្យនោះណាអ្នកជានរណាខ្ញុំគឺជាព្រះបាទសូរិយាទេវរាជាម្ចាស់ប្រាសាទនេះមិនមែនសម្រាប់ការគោរពទេប៉ុន្តែសម្រាប់ចងព្រលឹងយើងបានរកឃើញធំបុរាណមួយដែលអាចបញ្ជាកម្លាំងជីវិតប៉ុន្តែវាបាននាំមកនៅគ្រោះថ្នាក់ដ៏ធំមួយព្រះបាទបន្តនិយាយទៀតថាពេលនោះមានអ្នកអាគមបុរាណម្នាក់ព្យាយាមប្រើធ្មនោះដើម្បីធ្វើឲ្យមនុស្សរស់ឡើងវិញប៉ុន្តែការសាកល្បងនោះបរាជ័យព្រលឹងរបស់អ្នកស្លាប់ត្រឡប់មកវិញដោយខ្លាចជាសត្វស្លាប់ដើរបានព្រះបាទត្រូវបញ្ជាឲ្យចងព្រលឹងទាំងអស់នៅក្នុងប្រាសាទដើម្បីមិនឲ្យវាបន្តទៅកាន់ពិភពមនុស្សធ្មនោះត្រូវបានរក្សាទុកនៅកណ្ដាលប្រាសាទអ្នកបានបើកទ្វារវិញដោយមិនដឹងឥឡូវព្រលឹងទាំងនោះចាប់ផ្ដើមភ្ញាក់ឡើងវិញសុវណ្ណស្ងៀមអារម្មណ៍ខ្គើលត់នឹងការភ័យស្លន់ស្លោចាប់ចិត្តគាត់ខ្ញុំមិនចង់ធ្វើឲ្យអ្វីប៉ះពាល់ទេខ្ញុំគ្រាន់តែចង់ដឹងពីប្រវត្តិវាការចង់ដឹងគឺជាផ្នែកនៃមនុស្សព្រះបាទនិយាយស្មើប៉ុន្តែអ្នកត្រូវជួយយើងកាន់តែឆាប់ប្រសិនបើធ្មនោះភ្ញាក់ពេញលេញវានឹងបំបែកព្រំដែនជីវិតនឹងស្លាប់ភ្លាមមេកាស្លាប់ពណ៌ខ្មៅសម្លេងស្រែករបស់ព្រលឹងរាប់ពាន់អ្នកស្ទើរតែគ្រប់ដណ្ដប់ពាសពេញប្រាសាទព្រះបាទយកដៃចង្អុលទៅកាន់សុវណ្ណបញ្ជាឲ្យគេឃើញរូបធ្មមួយភ្លឺខៀវនៅចំកណ្ដាលប្រាសាទទៅបិទវាវិញមុនពេលវាបញ្ចេញអំណាចនៃការបំផ្លាញសុវណ្ណរត់ឆ្ពោះទៅកាន់ធ្មនោះការរញ្ជួយដេកកើតឡើងជារៀងរាល់ជំហានរូបចម្លាក់នៅជញ្ជាំងចាប់ផ្ដើមផ្លាស់ប្ដូរជាមនុស្សមានមុខស្រមោលសម្លេងស្រែកស្អប់ខ្ពើមចេញពីមាត់សុវណ្ណកាន់កាំបិតបុរាណនោះឡើងដាក់លើធ្មភ្លឺប៉ុន្តែពន្លឺខៀវបាញ់ចេញពេញរាងកាយគាត់ភ័យសំឡេងនារីម្នាក់ស្រែកកុំបិទវាជាវិធីតែម្ដងដែលយើងអាចរស់វិញបានសុវណ្ណចាប់ផ្ដើមស្ទាក់ស្ទើរតើគាត់គួរជួយព្រលឹងទាំងនេះឲ្យសេរីឬគួរបិទធ្មវិញដើម្បីសង្គ្រោះពិភពមនុស្សជាបន្តបន្ទាប់អំឡុងពេលសម្រេចចិត្តសូរិយាបានបញ្ចេញកាំរស្មីមួយចូលតាមច្រកបែកនៃដំបូលប្រាសាទពន្លឺនោះប៉ះលើសុវណ្ណនិងធ្មភ្លឺនោះហើយទាំងអស់បានផ្ទុះជាភ្លើងស្រមោលធំបំផុតសូរិយានៅក្រៅមេស្ងៀមស្ងាត់ពេលខ្លីក្រោយមកប្រាសាទទាំងមូលក៏លំចូលដីជាថ្មីដោយបន្សល់តែសូរស្រែកស្រាលមួយការសម្រេចចិត្តរបស់អ្នកនឹងកំណត់អនាគតពិភពនេះខ្យល់ត្រជាក់បក់ប៉ះលើមុខសុវណ្ណសូរិយាមានពន្លឺពណ៌សមាសចម្លែកដូចពេលព្រឹកមិនពិតពេលគាត់បើកភ្នែកឡើងវិញគាត់ឃើញខ្លួនឯងកំពុងគេងលើស្មៅបៃតងនៅកណ្ដាលវាលទំនេរជុំវិញគាត់គ្មានអ្វីសោះទាំងប្រាសាទទាំងព្រៃទាំងព្រលឹងតែសូម្បីតែខ្យល់ក៏មានក្លិនចម្លែកដូចជាក្លិននៃដីចាស់ដែលសព្វជាបន្កាំមិនទាន់រលាយខ្ញុំនៅឯណាសុវណ្ណនិយាយស្ទាក់ស្ទើរដោយកាន់កាមេរ៉ាខូចនៅក្នុងដៃប៉ុន្មាននាទីក្រោយមានសំឡេងនារីមួយនិយាយពីក្រោយអ្នកនៅកន្លែងចន្លោះរវាងពិភពរស់និងព្រលឹងសុវណ្ណត្រឡប់ក្រោយភ្លាមនៅទីនោះមាននារីស្លៀកអាវពណ៌ស្ជប់ដីអណ្ដាតសក់វែងជ្រុះដល់ចង្កេះភ្នែកនាងភ្លឺពណ៌ខៀវដូចភ្លើងធំបុរាណគាត់ស្គាល់នាងភ្លាមនាងជាព្រលឹងដែលគាត់បាននេសំឡេងនៅក្នុងប្រាសាទអ្នកនៅតែរស់ប៉ុន្តែព្រលឹងអ្នកកំពុងត្រូវទាញទៅស្ថាននៃថ្មសុទ្ធវាអំពាវនាវអ្នកពីព្រោះអ្នកបើកវាតើវាចង់ឲ្យខ្ញុំធ្វើអ្វីសុវណ្ណសួរជាសំឡេងញាប់ញ័រវាចង់ឲ្យអ្នកជួបព្រលឹងដើមដំបូងដែលបានកើតចេញពីវាព្រលឹងនោះគឺជាបុរសម្នាក់ដែលបានស្លាប់ក្នុងពេលសង់ប្រាសាទនេះ
ប្រលឹងដែលព្រះបាទសូរ្យាទេវរាជាចងចាំជារៀងរហូតភ្លាមដីក្រោមជើងសវណ្ណចាប់ផ្ដើមរំញើហើយស្រមោលខ្មៅបន្តឡើងពីដីជាសត្វដើរដូចមនុស្សសូរ្យាផ្លាស់ពណ៌ទៅជាក្រហមស្លូតហើយសូរស្រែកចាស់លេចចេញពីជុំវិញនៅចំកណ្ដាលវានោះមានរូបមនុស្សម្នាក់កំពុងដើរចេញពីអំពើងឹតគេពាក់អាវអ្នកសង់ប្រាសាទមានឈាមស្កាប់លើដៃនិងភ្នែកពណ៌ខៀវដូចថ្មភ្លឺខ្ញុំគឺជាអ្នកសង់ថ្មសុទ្ធគេនិយាយដោយសំឡេងដាច់ដោតខ្ញុំបានស្លាប់នៅថ្ងៃសង់ប្រាសាទប្រលឹងខ្ញុំត្រូវបានចងនៅក្នុងថ្មនោះដើម្បីកុំឲ្យអំណាចវាបំផ្លាញពិភពលោកប៉ុន្តែឥឡូវអ្នកបានបើកវាមិនអាចស្ងប់វិញទេសវណ្ណទម្លាក់កាមេរ៉ាចុះដើរទៅជិតគេបើខ្ញុំអាចជួយតើត្រូវធ្វើដូចចម្ដេចដើម្បីបិទវាវិញបរោះនោះចង្អុលទៅឆ្ងាយនៅទីនោះមានភ្នំថ្មខៀវដ៏ធំមួយស្លៀកពកចងជុំវិញពន្លឺខៀវចេញពីចំណុចកណ្ដាលដូចជាច្រកទ្វារប្រលឹងអ្នកត្រូវយកចិត្តអ្នកកម្លាំងពិតប្រាកដនៃមនុស្សរស់ដាក់ចូលទៅក្នុងថ្មសុទ្ធតែការធ្វើដូច្នោះនឹងបំបែកប្រលឹងអ្នកជាពីរផ្នែកមួយនឹងនៅរស់តែផ្នែកមួយនឹងជាប់ជានិច្ចនៅទីនេះសវណ្ណស្ងៀមមួយពេលវែងភាពស្ងាត់គួរឲ្យកាន់តែស្លួតស្លាញ់បន្ទាប់មកគាត់និយាយស្រាលប្រសិនបើវាជាវិធីតែមួយដើម្បីរក្សាពិភពជីវិតខ្ញុំឆ្លងកាត់វាបានប្រលឹងនារីដែលនៅជប់គាត់សំបីតែចាប់ដៃសវណ្ណទន់គុំប្រសិនបើអ្នកបាត់វិញពិភពមនុស្សនឹងមិនដឹងថាវាធ្លាប់មានអ្វីនៅទីនេះប៉ុន្តែប្រសិនបើអ្នករស់អ្នកអាចប្រាប់ពួកគេពីអាថ៌កំបាំងពិតនៃប្រាសាទភ្លាមសូរ្យាប្រែទៅជាពណ៌ច្បាស់ខ្យល់បក់រលកដីសវណ្ណដើរចូលទៅក្នុងភ្នំថ្មខៀវនោះពន្លឺវាចាប់ផ្ដើមស្រូបចូលក្នុងរាងកាយគាត់សូរស្រែកប្រលឹងរាប់ពាន់អ្នកលេចឡើងជុំវិញហើយបន្តសំបីតែដើរទៅជុំវិញជាផ្លែភ្លើងខៀវនៅពេលចុងក្រោយសវណ្ណបិទភ្នែកនិងនិយាយស្រាលសម្រាប់អ្នកទាំងអស់គ្នាសម្រាប់ក្តីសុបិនមនុស្សបន្ទាប់មកសូរ្យាផ្ទុះភ្លើងខៀវបំផុតទាំងវាលទាំងភ្នំទាំងប្រលឹងទាំងអស់ស្រកទៅជាភ្លឺសមាស្ងៀមពេលសវណ្ណបើកភ្នែកឡើងវិញគាត់ឃើញខ្លួនឯងនៅលើភ្នំជិតភូមិប្រាសាទអាថ៌កំបាំងបាត់ទៅវិញនៅក្នុងដៃគាត់មានថ្មខៀវតូចមួយភ្លឺស្រាលដូចជាប្រសពនៃប្រលឹងដែលនៅសេសសល់គាត់ញឹមស្រាលបន្ទាប់មកនិយាយជាសំឡេងតែម្នាក់ឯងអាថ៌កំបាំងមិនមែនសម្រាប់បំផ្លាញទេប៉ុន្តែសម្រាប់រំលឹកថាអំណាចពិតគឺនៅក្នុងចិត្តមនុស្សពេលព្រឹកថ្ងៃក្រោយពន្លឺព្រះអាទិត្យជ្រាបចូលតាមរន្ធថ្មតូចនៃប្រាសាទបុរាណបំភ្លឺលើផ្ទៃឥដ្ឋដ៏ចាស់ដែលព័ទ្ធជុំវិញដោយស្លឹកស្មៅនិងសត្វល្អិតតូចសវណ្ណារីកភ្ញាក់ពីដំណេកក្នុងអារម្មណ៍ធ្ងន់ធ្ងរដូចមនុស្សម្នាក់ដែលទើបតែឆ្លងកាត់សុបិនអាថ៌កំបាំងមួយនៅជិតខាងគាត់ឃើញស៊ុយលីនកំពុងដាក់ទឹកក្តៅក្នុងចានដែកតូចដើម្បីរៀបចំជាហូបពេលព្រឹករីយប់មិញខ្ញុំស្ដាប់សំឡេងមួយដូចជាមនុស្សស្រែកមកពីក្រោមដីស៊ុយលីននិយាយបន្តិចប៉ុន្តែភ្នែកគាត់មិនអាចលាក់ការភ័យខ្លាចបានទេសវណ្ណារេចឈរឡើងយកដៃសម្អាតធូលីពីសំពត់ហើយគេនិយាយស្រាលខ្ញុំក៏ស្ដាប់ដែរតែវាមិនមែនសំឡេងមនុស្សទេវាដូចជាសូរសំឡេងពីទីកន្លែងណាមួយក្រោមជើងយើងនេះផ្ទាល់ក្រោយពេលញោមបាយរួចពួកគេដើរចូលទៅក្នុងបន្ទប់ធំមួយនៅចំហៀងប្រាសាទនៅកណ្ដាលបន្ទប់មានផ្ទាំងធំដ៏ធំមួយដែលមានអក្សរខ្មែរបុរាណចម្លាក់លើវាប៉ុន្តែបាតធ្មមានស្នាមបាក់ដាច់ដូចជាមានអ្វីមួយត្រូវបានលាក់នៅក្រោមសវណ្ណារីកយកចង្គៀងភ្លើងបំភ្លឺហើយដាក់ទៅជិតស្នាមបាក់នោះចំពោះភ្នែកគាត់វាហាក់ដូចជាមានផ្លូវចុះក្រោមដីលីនប្រហែលនេះជាសំឡេងដែលយើងស្ដាប់យប់មិញស៊ុយលីនបង្ហាញមុខស្ទាក់ស្ទើរតែបើយើងចុះទៅវិញប្រហែលវាគ្រោះថ្នាក់យើងមិនដឹងថាមានអ្វីនៅក្រោមនោះទេសវណ្ណារីកលះបង់ការស្ទាក់ស្ទើរនោះហើយនិយាយយ៉ាងជឿជាក់យើងមកទីនេះដើម្បីរកការពិតប្រសិនបើយើងមិនចុះទៅអាថ៌កំបាំងនេះនឹងនៅតែជាអាថ៌កំបាំងជារៀងរហូតពួកគេដាក់ភ្លើងតូចជុំវិញបន្ទាប់មកប្រើខ្នងធ្មដែលបាក់ធ្លាក់នោះជាផ្លូវចុះខ្យល់ត្រជាក់ពីក្រោមដីកើតឡើងពោពេញដោយក្លិនសាបស្អុយនៃថ្មសើមនិងស្មៅបុរាណសំឡេងស៊ូសៀមួយលេចចេញដូចជាសូរសំឡេងមនុស្សសូត្រព្រះគម្ពីរបុរាណសវណ្ណារេកយកចង្គៀងបំភ្លឺទៅមុខពួកគេឃើញផ្លូវធំវែងជប់ជញ្ជាំងដែលមានសាលាចារឹកនិងរូបចម្លាក់គ្រឿងសាសនាបុរាណនៅចុងផ្លូវមានទ្វារដែកដ៏ធំមួយដែលបិទជិតជាងប៉ុន្មានសតវត្សប៉ុន្តែពេលសវណ្ណារីកចាប់លើវាដើម្បីរុញបើកសំឡេងស្រែកឈឺចាប់មួយកើតឡើងបណ្ដេញចេញពីក្នុងទ្វារអូរ៉ៃយ៉ាស៊ុយលីនជ្រុលត្រឡប់ក្រោយភ្លាមចង្គៀងភ្លើងរបស់គេធ្លាក់ចុះលើដីបង្កអណ្ដាតភ្លើងលាន់ឡើងបន្តិចសវណ្ណារីកចាប់ដៃគាត់យ៉ាងរហ័សប្រាប់ឲ្យស្ងប់សិនវាអាចជាសូរសំឡេងពីស្មារតីនៅទីនេះទ្វារដែលចាប់ផ្ដើមលេចលើខ្លួនវាផ្ទាល់ដូចជាមានអាថ៌កំបាំងមួយបើកទ្វារខ្យល់ត្រជាក់ប៉ះស្បែកជាអារម្មណ៍ស្ពឹកស្ពៃនៅពីក្រោយទ្វារគេឃើញបន្ទប់មួយពោពេញដោយស្រមោលខ្មៅនៅកណ្ដាលបន្ទប់មានសឿនធំមួយមានព្រះសាសបុរាណដាក់លើកណ្ដាលជាផ្លាកឈើសវណ្ណារីកចូលទៅជិតប៉ុន្តែទើបដល់ជិតគាត់ស្ដាប់សំឡេងមួយបញ្ចេញតាមស្ពាន់ដីណាមិនគួរមកទីនេះទេភ្លឺផ្លែតចេញពីអក្សរនៅលើផ្ទៃថ្មហើយខ្យល់បក់ជាមួយសំឡេងស្រែកអាថ៌កំបាំងស៊ុយលីនជ្រុលបិទភ្នែកខណៈសវណ្ណារីកយកដៃប៉ះលើសាលាចារឹកនោះហើយភ្លាមនោះសាច់ដុំគាត់ចាប់ផ្ដើមរឹងដូចជាមានអ្វីមួយចាប់គាត់ពីក្រោមដីសូរ្យានិងស៊ុយលីនភ្ញាក់ឡើងក្នុងបន្ទប់មួយដ៏ងឹតខ្យល់ត្រជាក់ច្របាច់ត្រជាក់រាងកាយគ្រាប់ភ្លឺខៀវពីផ្ទៃថ្មចាក់បំពង់អាឡ័យលើជញ្ជាំងដូចពន្លឺភ្លើងចាស់ពេលពួកគេស្ទើរតែដើរទៅមុខគេឃើញថាខាងកណ្ដាលបន្ទប់មានសាលាចារឹកបុរាណមួយដែលស្រដៀងព្រះសាសខ្មែរតែភ្នែកសាលាចារឹកនោះដូចជាមានពន្លឺភ្លឺខៀវហាក់ដូចសរសៃស្រមោលរបស់ប្រលឹងចេញពីវា
នេះហើយជាធម្មសុទ្ធដែលព្រះបាទនិយាយសវណ្ណនិយាយស្រទន់វាអាចបញ្ជាកម្លាំងប្រលឹងនិងជីវិតស៊ុយលីនស្ទាក់ស្ទើរជាមួយតែវាហាក់ដូចមានសម្លេងផ្សេងខ្ញុំសូរសម្លេងដូចជាមនុស្សពេញន័យចេញពីអតីតកាលភ្លើងខៀវលេចចេញពីភ្នែកថ្មហើយស្រមោលមនុស្សចាស់ដែលស្លាប់ពីពេលសង់ប្រាសាទចាប់ផ្ដើមរៀងចេញពីផ្ទៃថ្មប្រលឹងទាំងនេះមិនអាក្រក់ទេប៉ុន្តែពួកគេចង់បានអំណាចសម្រាប់សង្គ្រោះខ្លួនសូមសួរថាអ្នកមកទីនេះដើម្បីជួយឬដើម្បីបំបីសូរិយានិងស៊ុយលីនមើលគ្នាបន្ទាប់មកសូរិយាយកដៃប៉ះលើផ្ទៃថ្មភ្លឺភ្លាមសាលាចារឹកបែកចេញជាជ្រុងនិងសម្លេងសូរសម្លេងប្រលឹងរាប់ពាន់អ្នកលេចចេញជុំវិញអ្នកមានសិទ្ធជួយប្រលឹងទាំងនេះឬបិទវាវិញសម្លេងមួយចេញពីប្រាសាទបុរាណជ្រើសរើសយ៉ាងខ្ជាប់ខ្ជួនព្រោះមិនអាចត្រឡប់ក្រោយបានទៀតទេសូរិយាយល់ថាគាត់ត្រូវសម្រេចចិត្តមួយដែលអាចផ្លាស់ប្ដូរអនាគតមនុស្សគាត់ចាប់ដៃស៊ុយលីនយើងត្រូវប្រាចិត្តនឹងក្តីស្មោះយើងអាចជួយប្រលឹងទាំងនេះឲ្យសេរីប៉ុន្តែវានឹងត្រូវការកម្លាំងចិត្តយ៉ាងខ្លាំងពេលពួកគេបង្កើតសមាសភាពចិត្តជាមួយថ្មភ្លឺខៀវបន្ទាប់មកប្រលឹងចាស់ទាំងអស់នៅជុំវិញទ្វារថ្មភ្លឺត្រង់ពន្លឺស្រមោលរបស់ពួកគេចាប់ផ្ដើមភ្លឺចេញដូចជាកំពុងចងខ្សែភ្ជាប់ជាមួយសូរិយានិងស៊ុយលីនភ្លឺខៀវភ្លឺកាន់តែខ្លាំងឡើងបណ្ដាលឲ្យកម្លាំងប្រលឹងមានសុវត្ថិភាពនិងចងចាំអតីតកាលមិនបាត់ទៅបន្ទប់មួយពេញទៅដោយស្រមោលខៀវនិងសូរសំឡេងស្ងប់ស្ងាត់សម្រាប់អតីតកាលប្រលឹងទាំងអស់បានស្ងប់ស្ងាត់ប៉ុន្តែប្រលឹងនារីដែលបានជួយសូរិយានៅតែបង្ហាញស្រមោលស្រឡាញ់ចំពោះគាត់សូរិយានិងស៊ុយលីនដកដង្ហើមយ៉ាងស្ងប់ស្ងាត់ពួកគេបានជ្រាបថាថ្មសុទ្ធនិងប្រាសាទនេះមិនមែនជាសិល្បៈបុរាណទេវាជាទីសម្រាប់ចងចាំអតីតកាលនិងផ្លូវចូលទៅក្នុងប្រលឹងយើងបានឆ្លងកាត់វាប៉ុន្តែតើវានឹងនៅតែស្ងប់ស្ងាត់ត្រង់ពេលណាស៊ុយលីននិយាយភ្នែកមើលថ្មភ្លឺខៀវមិនសូវដឹងទេប៉ុន្តែយើងបានបង្ហាញថាមនុស្សរស់អាចសន្សំប្រលឹងទាំងនេះបានសូរិយានិយាយភ្លើងខៀវចាប់ផ្ដើមស្ងប់ស្ងាត់បន្ទប់ក៏ស្ងប់ស្ងាត់ដូចជាមិនមានអ្វីកើតឡើងទេប៉ុន្តែថ្មភ្លឺខៀវនៅក្នុងដៃសូរិយាបង្ហាញថាប្រលឹងទាំងអស់នៅតែមានសុវត្ថិភាពនិងនៅជាមួយគាត់ពេលព្រះអាទិត្យរះឡើងសូរិយានិងស៊ុយលីនបានដើរចេញពីប្រាសាទអាត់កំបាំងដោយមានថ្មខៀវនៅក្នុងដៃខ្យល់ព្រឹកបត់ស្រទន់ហើយសូរសំឡេងសត្វល្អិតក្នុងព្រៃបន្សល់ពីភាពស្ងប់ស្ងាត់ថ្មីពួកគេស្គាល់ថាប្រាសាទអាត់កំបាំងមិនមែនជាអ្វីដែលគ្រាន់តែស្អាតទើចាស់ទេប៉ុន្តែវាជាទីសម្រាប់ចងចាំអតីតកាលនិងប្រលឹងយើងត្រូវត្រឡប់ទៅភូមិប៉ុន្តែខ្ញុំមិនអាចភ្លេចអ្វីដែលបានឃើញនៅទីនេះទេស៊ុយលីននិយាយខណៈដែលកាន់ដៃសូរិយាមើលទៅផ្លូវថ្នល់ដងងឹតតែមានក្លិនស្រទន់នៃដីចាស់និងផ្កាធម្មជាតិវាបង្វិលចិត្តខ្ញុំប៉ុន្តែខ្ញុំស្គាល់ថាថ្មខៀវនេះមិនមែនសម្រាប់ខ្ញុំទេវាសម្រាប់ការកំណត់អនាគតយើងត្រូវប្រយ័ត្នពេលពួកគេដើរទៅមើលមកវិញប្រាសាទក៏ស្ងប់ស្ងាត់និងបាត់ទៅក្រោមស្លឹកស្មៅនិងស្រមោលប្រលឹងសូរិយារកឃើញថាថ្មខៀវនៅក្នុងដៃគាត់ភ្លឺស្រាលដូចជាប្រលឹងដែលនៅតែស្នាក់នៅជុំវិញគាត់ភូមិដែលពួកគេត្រឡប់ទៅគឺស្ងប់ស្ងាត់មនុស្សនៅតែធ្វើសកម្មភាពប្រចាំថ្ងៃដោយមិនដឹងអំពីអាថ៌កំបាំងនៅក្នុងព្រៃសូរិយានិងស៊ុយលីនសម្រេចថាពួកគេនឹងរកវិធីចែករំលែកបទពិសោធន៍នេះដោយមិនបំផ្លាញសុវត្ថិភាពប្រលឹងនិងមនុស្សរស់នៅពេលរសៀលស្ងប់ស្ងាត់ពួកគេអង្គុយនៅជិតដើមឈើមួយសូរិយានិយាយថាអ្នកចាប់ផ្ដើមយល់ហើយទេស៊ុយលីនអាថ៌កំបាំងពិតមិនមែនសម្រាប់ភ្នែកទេវាសម្រាប់ចិត្តស៊ុយលីនញឹមសូម្បីតែភ្នែកមានសំណឹកភ័យមិនទាន់រំលាយបាទខ្ញុំគិតថាខ្ញុំបានរៀនពីអ្វីដែលមនុស្សមិនអាចសរសេរនៅសៀវភៅទេចិត្តមនុស្សនិងប្រលឹងអាចស្ថិតនៅជាមួយគ្នាប៉ុន្តែត្រូវតែប្រយ័ត្នមិនឲ្យវាបំផ្លាញពិភពនេះនៅពេលពួកគេចូលទៅក្នុងផ្ទះសំណាក់ពន្លឺថ្ងៃចូលតាមបង្អួចបង្ហាញថ្មខៀវនៅក្នុងដៃសូរិយាចំណុចភ្លឺស្រាលហាក់ដូចជាប្រលឹងកំពុងសង្ស័យថាអ្នកបានជួយយើងប៉ុន្តែការផ្លាស់ប្ដូរនៅតែបន្តរហូតសូរិយានិងស៊ុយលីនដឹងថាជីវិតរបស់ពួកគេបានផ្លាស់ប្ដូរពីថ្ងៃនេះមកពួកគេក៏ដឹងថាប្រាសាទអាថ៌កំបាំងនោះមិនមែនបាត់ទៅទេវានៅក្នុងចិត្តនិងក្នុងអំណាចរបស់ប្រលឹងដែលកំពុងតែស្វែងរកសុវត្ថិភាពនេះគឺការចាប់ផ្ដើមថ្មីប៉ុន្តែខ្ញុំប្រកាសថាវានឹងមិនស្រួលឡើងវិញទេសូរិយានិយាយដោយស្រទន់យើងត្រូវត្រួតពិនិត្យថ្មខៀវនេះនិងរកវិធីធ្វើឲ្យវាសុវត្ថិភាពបើអត់វិញអាថ៌កំបាំងនឹងត្រឡប់វិញពេលពួកគេចង់ដើរដោយស្រួលប្រលឹងទាំងអស់នៅក្នុងថ្មខៀវភ្លឺស្រាលហាក់ដូចជាចង់បញ្ចេញសំឡេងស្លាប់ប្រលឹងអ្នកបានជួយយើងប៉ុន្តែប្រាសាទបុរាណនិងអាថ៌កំបាំងនៅតែរស់នៅជុំវិញអ្នកប្រយ័ត្នប្រលឹងកំពុងតាមអ្នកសូរិយានិងស៊ុយលីនស្ទាក់ស្ទើរប៉ុន្តែពួកគេចាប់ដៃគ្នានិងដឹងថាជំហានបន្ទាប់គឺការពារប្រលឹងនិងចែករំលែកអាថ៌កំបាំងនេះដោយមានប្រយ័ត្នពេលសៀលលិចពីភូមិដើមតូចនៅជិតព្រៃបុរាណសូរិយានិងស៊ុយលីនបានដាក់ថ្មខៀវនៅក្នុងប្រអប់ដែកតូចមួយដែលបានប្រើសំឡេងនិងភ្លឺស្រាលចងភ្ជាប់ប្រលឹងទាំងអស់ពួកគេដឹងថាប្រសិនបើថ្មនេះបាត់ខ្លួនឬគ្រប់គ្រងខុសពីការកំណត់អាថ៌កំបាំងអាចត្រឡប់មកវិញយើងមិនអាចទុកវាក្នុងផ្ទះធម្មតាឬចោលនៅព្រៃទេវាអាចបំផ្លាញអ្វីបានស៊ុយលីននិយាយខណៈកាន់ប្រអប់ដែកតែអ្នកគិតថាយើងត្រូវធ្វើអ្វីសូរិយាឆ្លើយពួកគេបានសម្រេចចិត្តធ្វើការស្រាវជ្រាវនិងសិក្សាថ្មខៀវនិងប្រាសាទអាថ៌កំបាំងនេះយ៉ាងល្អពួកគេចង់រកវិធីរក្សាថ្មនេះដើម្បីទប់ស្កាត់ការប្រកាសពីប្រលឹងនិងអាថ៌កំបាំង
យប់មួយពួកគេចូលទៅក្នុងផ្ទះស្ថិតនៅចុងភូមិដែលជាប់ព្រៃហើយដាក់ធ្មខៀវលើផ្ទៃតូចដែលមានសញ្ញាបុរាណសម្រាប់ការការពារភ្លឺខៀវចេញពីធ្មភ្លឺតូចដោយស្រមោលរបស់ព្រលឹងដែលនៅជុំវិញខ្ញុំអាចមើលឃើញព្រលឹងប៉ុន្តែពួកគេចង់ស៊ូការពារស៊ុយលីននិយាយខណៈភ្នែកតាក់ទាញកម្រាលខៀវវាឲ្យអារម្មណ៍ថាពួកគេចង់និយាយមួយអ្វីមួយប៉ុន្តែពួកគេចាំបាច់ប្រយ័ត្នភ្លឺខៀវភ្លឺកាន់តែច្រើនសូរិយារកឃើញអក្សរបុរាណប្លែកដែលមានសញ្ញាដូចសញ្ញាចាស់នៃប្រាសាទនៅលើផ្ទៃថ្មគាត់បានចាប់អក្សរទាំងនេះហើយភ្លើងខៀវនៅក្នុងប្រអប់រំលាយជាមួយពន្លឺស្រមោលនេះអាចជាសម្រងអាថ៌កំបាំងដែលព្រលឹងចង់ឲ្យយើងយល់សូរិយានិយាយស្រទន់ភ្លឺខៀវផ្លាស់ប្ដូរពីបន្ទប់ទៅបន្ទប់ដូចជាអាថ៌កំបាំងកំពុងតែសម្រេចចិត្តថាតើគួរទៅណាព្រលឹងមួយចេញពីថ្មភ្លឺនិងសម្អាតសូរសំឡេងអ្នកបានជួយយើងប៉ុន្តែការព្រួយបារម្ភនឹងការទទួលខុសត្រូវនៅតែមានអ្នកត្រូវប្រយ័ត្នពេលណាមួយអាថ៌កំបាំងនឹងត្រឡប់មកវិញស៊ុយលីនភ្ញាក់ផ្អើលប៉ុន្តែសូរិយាសម្លឹងទៅប្រអប់ថ្មខណៈចិត្តគាត់បំពេញដោយការយល់ដឹងពីកម្លាំងនិងប្រយ័ត្នខ្ពស់ពួកគេចាប់ផ្ដើមរៀបចំកំណត់ត្រានិងសៀវភៅស្រាវជ្រាវពីអាថ៌កំបាំងនិងប្រាសាទដែលបានបំផ្លាញព្រលឹងទាំងអស់នៅក្នុងថ្មខណៈភ្លឺស្រាលក៏ស្ងប់ស្ងាត់ដូចជាចង់ឲ្យពួកគេចេះប្រយ័ត្ននិងយល់ពីអាថ៌កំបាំងនេះគឺការចាប់ផ្ដើមសម្រាប់យើងប៉ុន្តែខ្ញុំប្រកាសថាអាថ៌កំបាំងនៅតែរស់នៅជុំវិញពួកយើងសូរិយានិយាយជាសំឡេងស្ងប់ស្ងាត់យើងត្រូវស្វែងរកវិធីកុំឲ្យវាធ្វើអាក្រក់ទៅលើពិភពនេះហេតុផលនៃប្រាសាទអាថ៌កំបាំងនិងថ្មខៀវបានបំផ្លាញចិត្តមនុស្សមិនមែនសម្រាប់បំផ្លាញទេប៉ុន្តែសម្រាប់រៀនពីការទទួលខុសត្រូវនិងការជួយព្រលឹងដែលបានចងចាំអតីតកាលពេលព្រឹកមួយបន្ទាប់ពីពួកគេបានស្ថិតនៅភូមិវិញសូរិយានិងស៊ុយលីនសង្កេតឃើញថាផ្លូវចិត្តរបស់ពួកគេចាប់ផ្ដើមផ្លាស់ប្ដូរថ្មខៀវនៅក្នុងប្រអប់មួយត្រូវបានដាក់នៅកន្លែងស្ងប់ស្ងាត់ក្នុងផ្ទះហើយភ្លឺស្រាលរបស់វាផ្សារភ្ជាប់នឹងព្រលឹងទាំងអស់ដែលបានរក្សាទុកពីប្រាសាទអ្នកអាចឃើញថាអាថ៌កំបាំងនេះមិននៅក្នុងប្រាសាទទេវានៅក្នុងចិត្តមនុស្សសូរិយានិយាយខណៈកាន់ប្រអប់ថ្មក្នុងដៃស៊ុយលីនចាប់ផ្ដើមស្រាវជ្រាវអំពីអក្សរបុរាណនិងសញ្ញាដែលបានរកឃើញនៅប្រាសាទគាត់បានដាក់កំណត់ត្រាថ្មីនិងថតសំឡេងស្រមោលពីថ្មខៀវដើម្បីរៀនពីអាថ៌កំបាំងយប់មួយខណៈពួកគេកំពុងរៀនពីសញ្ញាដែលបានរកឃើញភ្លឺខៀវពីថ្មចាប់ផ្ដើមផ្លាស់ប្ដូរនិងចេញសូរសំឡេងស្រទន់ព្រលឹងមួយបានចេញពីថ្មហើយសំឡេងរបស់វាថាអ្នកបានជួយយើងប៉ុន្តែអាថ៌កំបាំងមិនត្រឹមតែស្ថិតនៅក្នុងប្រាសាទទេវាស្ថិតក្នុងចិត្តអ្នកផងការប្រយ័ត្ននិងការយល់ដឹងគឺកាន់តែចាំបាច់សូរិយានិងស៊ុយលីនភ្ញាក់ពេញចិត្តពួកគេចាប់ផ្ដើមយល់ថាកម្លាំងព្រលឹងនិងអាថ៌កំបាំងអាចត្រូវបានគ្រប់គ្រងប្រសិនបើមានចិត្តសុទ្ធនិងការយល់ដឹងយើងមិនអាចបោះបង់ទេខ្ញុំចង់រៀនពីវាទាំងអស់សូរិយានិយាយខ្ញុំដឹងហើយប៉ុន្តែវាត្រូវការការព្យាបាលនិងការយល់ដឹងស៊ុយលីនឆ្លើយព្រលឹងទាំងអស់នៅក្នុងថ្មខៀវភ្លឺស្រាលដូចជាស្រឡាញ់និងស្រទន់ចំពោះការយល់ដឹងថ្មីពួកគេចាប់ផ្ដើមរៀបចំផែនការដើម្បីរក្សាសុវត្ថិភាពនិងចែករំលែកអាថ៌កំបាំងនេះដោយមិនបំផ្លាញវានៅពេលដែលពួកគេគិតពីអតីតកាលនិងពេលអនាគតសូរិយាធ្វើការសន្យាថាខ្ញុំនឹងរក្សាអាថ៌កំបាំងនេះមិនមែនសម្រាប់ខ្ញុំទេប៉ុន្តែសម្រាប់ព្រលឹងនិងមនុស្សទាំងអស់ដែលត្រូវការវាស៊ុយលីនញឹមប៉ុន្តែភ្នែកគាត់ភ្លឺស្រទន់ចិត្តមនុស្សគឺជាកន្លែងដែលអាថ៌កំបាំងនិងព្រលឹងអាចរស់នៅបានប៉ុន្តែវាអាចក្លាយជាកម្លាំងដ៏ល្អប្រសើរបំផុតបានផងដែរពេលពួកគេចប់ពិភាក្សាភ្លឺខៀវពីថ្មភ្លឺស្រាលហាក់ដូចជាសំឡេងព្រលឹងស្រឡាញ់កាន់តែខ្លាំងពួកគេដឹងថាប្រាសាទអាថ៌កំបាំងនេះមិនមែនជាសាច់ធ្មនិងសិល្បៈបុរាណទេប៉ុន្តែវាជាកន្លែងសម្រាប់ការយល់ដឹងអាថ៌កំបាំងក្នុងចិត្តនិងសិទ្ធិព្រលឹងសម្រាប់មនុស្សទាំងអស់បន្ទាប់ពីរាប់សប្តាហ៍នៃការសិក្សានិងការរួមគ្នាសូរិយានិងស៊ុយលីនបានចាប់ផ្ដើមរៀបចំផែនការចែករំលែកអាថ៌កំបាំងនិងចំណេះដឹងពីប្រាសាទអាថ៌កំបាំងដោយមិនបំផ្លាញសុវត្ថិភាពរបស់ថ្មខៀវនិងព្រលឹងទាំងអស់ពួកគេបានរៀបចំសៀវភៅនិងឯកសារដែលមានរូបថតស្បែកថ្មព្រមទាំងអក្សរបុរាណដែលពួកគេបានបកស្រាយនៅក្នុងសៀវភៅនេះមានការពិពណ៌នាអំពីប្រាសាទការសង្កេតស្រាវជ្រាវនិងអាថ៌កំបាំងដែលព្រលឹងបានចែកចាយចេញយើងត្រូវប្រកាសថាអ្នកណាអានវានឹងយល់ពីអាថ៌កំបាំងមិនមែនសម្រាប់រំលាយវាឬក្លាយវាជាអំណាចអាក្រក់សូរិយានិយាយជាមួយស៊ុយលីនពេលកំពុងតែចេញផ្សាយក្នុងភូមិនិងសហគមន៍ព្រលឹងខៀវនៅក្នុងថ្មបានភ្លឺស្រាលហាក់ដូចជាសរសើរពួកគេសំឡេងស្រទន់ពីព្រលឹងមួយចេញពីភ្លឺខៀវអ្នកបានយល់និងជួយយើងប៉ុន្តែត្រូវប្រយ័ត្នអាថ៌កំបាំងនៅតែរស់នៅជុំវិញវាអាចត្រឡប់មកវិញប្រសិនបើមនុស្សមិនយល់សូរិយានិងស៊ុយលីនយល់ថាអាថ៌កំបាំងមិនមែនជារឿងគួរឲ្យភ័យទេប៉ុន្តែវាត្រូវការការយល់ដឹងនិងចិត្តសុទ្ធពួកគេចែករំលែកសៀវភៅនិងបទពិសោធន៍ជាមួយក្មេងនិងមនុស្សក្នុងភូមិដើម្បីឲ្យពួកគេស្គាល់ពីប្រាសាទប៉ុន្តែប្រយ័ត្នចំពោះអាថ៌កំបាំងក្នុងចិត្តខ្លួនក្នុងយប់មួយពួកគេអង្គុយនៅជិតផ្ទះប្រអប់ថ្មខៀវនៅជាប់ចំហៀងភ្លឺខៀវភ្លឺស្រាលហាក់ដូចជាព្រលឹងកំពុងសម្រាកនិងសុខសុវត្ថិភាពក្នុងចិត្តមនុស្សបញ្ហាអាថ៌កំបាំងមិនមែនចប់នៅទីនេះទេប៉ុន្តែយើងបានចាប់ផ្ដើមយល់ពីវាហើយរៀនពីរបៀបរស់នៅជាមួយវាស៊ុយលីននិយាយមែនទែនអាថ៌កំបាំងនៅតែរស់នៅប៉ុន្តែចិត្តមនុស្សក៏មានកម្លាំងដូចគ្នាសូរិយាជ្រាបចិត្ត
ភ្លឺខៀវនៅក្នុងប្រអប់ស្ងប់ស្ងាត់ដូចជាសាកល្បងថាពួកគេបានជោគជ័យក្នុងការរក្សាសុវត្ថិភាពអាថ៌កំបាំងនិងចិត្តប្រលឹងពួកគេចាប់ដៃគ្នាហើយដឹងថាប្រសិនបើមានការយល់ដឹងនិងចិត្តសុទ្ធអាថ៌កំបាំងអាចក្លាយជាកម្លាំងដ៏ល្អប្រសើរនិងសម្រាប់ការពារមនុស្សប្រាសាទអាថ៌កំបាំងបានស្ងប់ស្ងាត់ប៉ុន្តែវានៅតែរស់នៅក្នុងចិត្តនិងក្នុងអំណាចនៃព្រលឹងដែលអ្នកបានជួយសង្ស័យអាថ៌កំបាំងមិនបាត់បង់ទេវាក៏មិនអាក្រក់ទេវាជាបទពិសោធន៍និងអំណាចសម្រាប់មនុស្សដែលស្គាល់របៀបប្រយ័ត្ន